នៅក្នុងទីក្រុងដែលមានភាពស្ងប់ស្ងាត់មួយមានស្ដេចមួយអង្គដែលជាស្ដេចដែលប្រកបទៅដោយគុណធម៌ចំពោះប្រជារាស្ត្រហើយប្រជារាស្ត្រក៏រស់នៅយ៉ាងមានសេចក្តីសុខថ្ងៃមួយនៅក្នុងព្រៃជ្រៅមួយមានក្មេងប្រុសម្នាក់បានដើរលេងនៅក្នុងព្រៃតែម្នាក់ឯងគេក៏បានដើរទៅដល់រូងភ្នំមួយដោយឃើញរូងភ្នំនោះមានរូងរាងស្រស់ស្អាតគេក៏បានចូលទៅមើលហើយបានដករុក្ខជាតិដែលបានដុះជិតពីមុខរូងភ្នំនោះដោយគេមិនបានដឹងទេថារុក្ខជាតិទាំងនេះជាមុនអាគមបិទមុខរូងភ្នំដើម្បីឃុំមនុស្សកញ្ជ្រោងនោះទេហើយរូងភ្នំនោះគឺជាកន្លែងដែលមានកញ្ជ្រោមមួយដែលចេះយុទ្ធសិលខ្លាំងពូកែកំពុងតែរស់នៅកញ្ជ្រោងនោះក៏បានឈុំក្លិនមនុស្សហើយគេក៏មានចិត្តចង់ស្រូបព្រលឹងក្មេងប្រុសនោះដើម្បីឲ្យកម្លាំងធាតុរបស់គេខ្លាំងពូកែជាងមុនហើយគេក៏ចេញមកបំរុងនឹងសម្លាប់ក្មេងប្រុសម្នាក់នោះទៅហើយតែក៏ត្រូវបានបងប្រុសរបស់ក្មេងនោះមករុញក្មេងប្រុសនោះចេញពីសត្វកញ្ជ្រោងនោះហើយក៏ធ្វើឲ្យក្មេងប្រុសម្នាក់នោះបានសន្លប់បាត់ទៅហើយរទ្ធីដែលជាបងប្រុសរបស់ក្មេងប្រុសឈ្មោះសុវណ្ណក៏បានបំរុងនឹងមនុស្សកញ្ជ្រោងនោះវាយប្រហារទៅហើយក៏ស្រាប់តែមានទេវតាមួយអង្គបានចុះមកដើម្បីបង្ក្រាបកញ្ជ្រោងនោះហើយទេវតាក៏បានធ្វើឲ្យកញ្ជ្រោងនោះរត់ហុយដីបាត់ទៅរទ្ធីក៏បានឃើញហេតុការណ៍ទាំងអស់ទេវតាក៏មិនចង់ឲ្យគេដឹងពីវត្តមានរបស់ទ្រង់នៅលើផែនដីទ្រង់ក៏បានប្រើយុទ្ធសិលដើម្បីឲ្យរទ្ធីភ្លេចពីហេតុការណ៍ដែលបានកើតឡើងទាំងនេះប៉ុន្តែទ្រង់មិនដឹងទេថាទ្រង់បានច្រឡំបន្ថែមនៅកម្លាំងយុទ្ធសិលឲ្យទៅរទ្ធីនោះទេហើយយូរទៅរទ្ធីក៏ដឹងថាខ្លួនចេះយុទ្ធសិលរទ្ធីក៏បានបង្ហាញអំពីយុទ្ធសិលរបស់ខ្លួនឲ្យគេដឹងថាខ្លួនជាអ្នកចេះយុទ្ធសិលសឹងតែពេញស្រុកទៅហើយ